លោកនាងពេលនេះកំពុងតែស្ដាប់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកនិងផ្សាយបន្តផ្ទាល់ពីក្រុងសៀមរាបអង្គរស្វ័យប្រតិការប្រជុំសភានីតិកាលទី5លើកដំបូងបានប្រព្រឹត្តទៅតាមការគ្រោងទុកដោយមានព្រះមហាក្សត្រយាងធ្វើជាព្រះរាជធិបតីភាពនិងមានវត្តមានតំណាងស្ថានទូតមួយចំនួនផងក៏ដោយតំណាងស្ថានទូតប្រទេសធំៗមួយចំនួនមានសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាដើមបញ្ជាក់ថាវត្តមានរបស់ខ្លួនមិនមានន័យថាពួកគេទទួលស្គាល់លទ្ធផលឆ្នោតនោះទេគណៈបកឈ្នះឆ្នោតមួយទៀតគឺគណៈបកសង្គ្រោះជាតិដែលនៅតែអះអាងថាពួកគាត់ជាអ្នកឈ្នះឆ្នោតបានប្រកាសថាពួកគាត់នឹងធ្វើបាតកម្មទូទាំងប្រទេសស្វែងរកយុត្តិធម៌តាមឆន្ទៈរបស់ប្រជាពលរដ្ឋបើភាគីនីមួយៗអះអាងថាឈ្នះរៀងៗខ្លួនបែបនេះតើអ្នកណាជាអ្នកឈ្នះពិតប្រាកដហើយអ្នកណាជាអ្នកចាញ់បាទជាបន្តទៅទៀតនេះយើងនឹងស្ដាប់ការវិភាគរបស់លោកបណ្ឌិតសុកទូចដែលជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនិងជាអ្នកវិភាគឯករាជ្យលោកសុកទូចចូលរួមជាមួយយើងនារាត្រីនេះតាមទូរស័ព្ទពីភ្នំពេញបាទសូមជម្រាបសួរលោកបណ្ឌិតបាទលោកជម្រាបសួរលោកជំទាវវត្តបាទលោកបណ្ឌិតក្នុងលបាយនយោបាយលើកនេះតើអ្នកណាជាអ្នកឈ្នះហើយអ្នកណាជាអ្នកចាញ់បាទជាការពិតណាស់អ្នកដែលឈ្នះគឺអ្នកនយោបាយអ្នកដែលចាញ់គឺប្រជាជនកម្ពុជាអ្នកដែលអាម៉ាស់គឺប្រទេសកម្ពុជាអញ្ចឹងយើងអាចធ្វើការបកស្រាយអ្នកដែលឈ្នះគឺគណៈបកប្រជាជនបានឈ្នះទៅតាមរដ្ឋធម្មនុញ្ញមាត្រាទី82បានចូលប្រជុំតាមអីដែលកំណត់60ថ្ងៃក្រោយពីការបោះឆ្នោតបាទហើយអ្នកទី2គឺព្រះមហាក្សត្រដែលព្រះអង្គបានគង់ប្រថាប់នៅពេលបើកសភាហើយគណៈបកសង្គ្រោះជាតិក៏ជាអ្នកឈ្នះដែរដែលបានพูดពិនិត្យកម្លាំងសភារបស់ខ្លួនទាំង55មិនឲ្យចូលរួមយោងតាមមាត្រាទី1និងមាត្រាទី8មាត្រាទី9និងមាត្រាទី76គណៈបកសង្គ្រោះជាតិក៏ជាអ្នកឈ្នះដែរឯអ្នកចាញ់គឺប្រជាជនកម្ពុជាចាញ់ទៅដល់5ចំណុចចាញ់ទី1គឺប្រជាជនកម្ពុជាបានបោះឆ្នោតឲ្យអ្នកនយោបាយប៉ុន្តែអ្នកនយោបាយមិនអាចរកដំណោះស្រាយជូនឲ្យប្រជាជនបានធ្វើឲ្យប្រជាជនចាញ់ទី2គឺប្រជាជនមិនអាចអង្វរប្រស្វ័យបង្គំចំពោះព្រះករុណាឲ្យរងចាំការដោះស្រាយនយោបាយដោយមិនអាចបកនៃការយាងរបស់ព្រះមហាក្សត្របាននេះគឺជាការចាញ់របស់ប្រជាជនចំណុចទី2បាទចាញ់ទី3ដែលប្រជាជនកម្ពុជាចាញ់គឺចាញ់ដោយសារតែប្រជាជនកម្ពុជាត្រូវបានទីក្រុងរបស់ខ្លួនរាជធានីរបស់ខ្លួនមិនអាចធ្វើដំណើរបានហើយរាជធានីបានខ្លាចទៅជាប្រឡាលួសខ្លាចជាជញ្ជាំងតែវាខ្លាចទៅជាវគ្គឡើងការពីសង្គ្រាមត្រជាក់នេះតើជាការចាញ់របស់ប្រជាជនកម្ពុជាចាញ់មួយទៀតបើសិនជាសហគមន៍អឺរ៉ុបដែលមាន28ប្រទេសបើសិនជាសហរដ្ឋអាមេរិកបើសិនជាជប៉ុនអូស្ត្រាលីពីយោងតាមសេចក្តីថ្លែងការណ៍ក្រោយពីការបោះឆ្នោតហើយកម្ពុជានឹងចាញ់ដោយសារប្រជាជនកម្ពុជានឹងចាញ់ដោយសារទៀតគឺចាញ់ដោយសារអីដោយសារការហុំព័ទ្ធសេដ្ឋកិច្ចប្រជាជន60,000 នាក់ដែលធ្វើការនៅរោងចក្រវិជ្ជាភ័ណ្ឌជាការពិតណាស់អ្នកទាំង60,000 នាក់នោះជាអ្នកចាញ់អ្នកណាអ្នកចាញ់ទៀតអ្នកដែលលក់មាសឬអង្គរដែលមិនត្រូវបានទីផ្សារទៅអង្គទទួលនោះហើយប្រជាជនកម្ពុជាជាអ្នកចាញ់គឺប្រជាជនកម្ពុជាអ្នកដែលអាម៉ាស់គឺប្រទេសកម្ពុជារាល់ការបោះឆ្នោតយកកាំងជានិច្ចកាលដែលធ្វើឲ្យប្រជាជនកម្ពុជាឬប្រទេសកម្ពុជាអាម៉ាស់សម្រាប់អ្នកនយោបាយទី2គឺភាពគ្មានខ្ចីរបស់អ្នកនយោបាយគឺយកតែឈ្នះរៀងៗខ្លួនហើយពេលតែចង់បានសម្រាប់ឆ្នោតរបស់ប្រជាជនស្រឡាញ់ជាតិស្រឡាញ់ប្រជាជននៅពេលដែលប្រជាជនទំនាក់សម្រាប់ឆ្នោតគេមិនដែលបានគិតគឺគិតតែរៀងៗខ្លួននៃអំណាចរបស់ខ្លួនធ្វើឲ្យប្រទេសជាតិអាម៉ាស់ទី3គឺទេសចរចូលមកទស្សនកិច្ចនៅកម្ពុជាប៉ុន្តែប្រទេសកម្ពុជាអស្ថិរភាពនយោបាយបិទកងកម្លាំងខ្មែរបាញ់ខ្មែរវាយក្បាលខ្មែរគិតថារីកបាក់បញ្ញាជាតិសាសនាព្រះមហាក្សត្រប៉ុន្តែយើងបានទៅឆ្លោះជាមួយ
ជាមួយប្រសងគ្រប់ទិសទីនេះហើយដែលធ្វើឲ្យជាតិជឿនចាញ់អាម៉ាស់ហើយនេះដែលខ្ញុំចង់បង្ហាញថាអ្នកទីនេះគឺអ្នកនយោបាយអ្នកចាញ់គឺប្រជាជនកម្ពុជាអ្នកអាម៉ាស់គឺប្រទេសកម្ពុជាទាំងមូលដែលអាម៉ាស់តែធ្វើឲ្យគេស្គាល់នៅលើពិភពលោកហើយសូមឲ្យអ្នកនយោបាយមេត្តាមើលទស្សនវិជ្ជាជាក់ស្ដែងនៃប្រវត្តិសាស្ត្របើសិនជាកម្ពុជាអោបមហាអំណាចណាមួយយើងនឹងទទួលគ្រោះថ្នាក់បើយើងអោបសហរដ្ឋអាមេរិកយើងបានការទម្លាក់ប្របែក D52 រាប់ពាន់តោនបើយើងអោបចិនអស់1លាន7សែនយើងអោបសហភាពសូវៀតមានប្រជាជនអាចជឿនសាក5ទាំងអស់នេះជាផ្ទាំងទស្សនីយភាពសម្រាប់អ្នកនយោបាយជ្រើសរើសក្នុងសតវត្សទី21កម្ពុជាត្រូវការទីផ្សារអន្តរជាតិកម្ពុជាមិនត្រូវការអ្នកណាម្នាក់ទេកម្ពុជាត្រូវការ WTO កម្ពុជាត្រូវការអ្នកវិនិយោគទៅលើពិភពលោកចូលមកកម្ពុជាដូច្នេះកម្ពុជាត្រូវប្រកាន់នៅលទ្ធិប្រជាធិបតេយ្យហើយឲ្យមានស្ថិរភាពនយោបាយកាលណាគេដាក់វិនិយោគបើគ្មានស្ថិរភាពនយោបាយហើយគេមិនអាចដាក់វិនិយោគបានទេពីព្រោះអ្នកនយោបាយនិងវិនិយោគដើរទន្ទឹមគ្នាអាស្រ័យហេតុនេះកុំឲ្យប្រជាជនបន្តចាញ់ទៀតពីព្រោះចាញ់មួយជីវិតហើយប្រជាជនខ្លាចតាំងពីចក្រភពមកនៅត្រឹមតែប្រទេសតតូចហើយកំសត់សង្គ្រាមគ្មានថ្ងៃណាលោកនេះគឺជាការគិតរបស់ខ្ញុំបាទលោកបណ្ឌិតបានមានប្រសាសន៍ថាការពិតអ្នកនយោបាយទាំងពីរភាគីក៏ឈ្នះព្រះមហាក្សត្រក៏ឈ្នះអ្នកដែលចាញ់គឺប្រជាពលរដ្ឋបើតាមយោបល់លោកបណ្ឌិតថាតើធ្វើម៉េចដើម្បីឲ្យប្រជាពលរដ្ឋឈ្នះដែរឬមួយក៏ហួសពីហើយនៅពេលនេះអត់តែហួសពីទេប្រជាជនគឺជាអ្នកផ្ដល់អំណាចអញ្ចឹងប្រជាជនចង់បានអីទាញឲ្យអ្នកនយោបាយចូលមកអង្គុយចរចាហើយប្រជាជនឆ្លងនៅកណ្ដាលបើឲ្យអ្នកនយោបាយមុននឹងចរចាចូលប្រាប់របៀបរបស់ខ្លួនចង់បានអីហើយឲ្យចាក់ទូរទស្សន៍មើលហើយគណៈបកណាដែលគ្មានផ្ដល់ផលប្រយោជន៍ឲ្យប្រទេសជាតិឲ្យប្រជាជនមិនធ្វើតុលាការនៅពេលនេះបាត់ពួកគេទេប្រជាជនគឺជាកម្លាំងកំណត់នៃអំណាចអញ្ចឹងទេគ្រប់គណៈបកគុំឲ្យពេលទៅចរចាសុទ្ធតែលក្ខកម្បាំងសុទ្ធតែលក្ខការហើយដល់ពេលចេញមកបកស្រាយរៀងខ្លួនយកតែផលចំណេញនោះហើយដែលជាការលំបាកមិនយើងដោះស្រាយពីបញ្ហាជាតិយើងមិនបានលក់ដីទៅឲ្យប្រទេសណាទេរឿងអីដែលជាត្រូវមានការសម្ងាត់យើងត្រូវតែបង្ហាញឲ្យប្រជាជនជាតុលាការពីព្រោះពេលនេះប្រជាជនខុសពីពេលណាទាំងអស់ប្រជាជនគ្រប់ឡើងដើម្បីការពារចិត្តដីដើម្បីការពារសុខរបស់គេដើម្បីការពារសម្រាប់ឆោរបស់គេអញ្ចឹងសូមឲ្យអ្នកនយោបាយមេត្តាបាត់យ៉ាងណូនគុំចរចាគ្នានៅក្នុងយ៉ាងណូនចរចានៅលើទឹកដើម្បីឲ្យប្រជាជនកម្ពុជាអាចដឹងអាចយល់ថានេះជាលទ្ធិប្រជាធិបតេយ្យដែលកម្ពុជានឹងបន្តធ្វើទៅថ្ងៃអនាគតហើយអំណាចពិតជាអំណាចរបស់ប្រជាជនបាទលោកបណ្ឌិតនិយាយអំពីមានប្រសាសន៍អំពីថាការចរចាដោយមានរបៀបវិរៈត្រឹមត្រូវហ្នឹងលោកបណ្ឌិតមានន័យថាការពិចរចាគ្នាពីលើរវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិហ្នឹងគឺថាមិនឲ្យប្រជាពលរដ្ឋដឹងសោះទេលោកបណ្ឌិតថាបើសិនជាមានការចរចាលើក្រោយសូមឲ្យមេគណៈបកទាំងពីរហ្នឹងគឺថាសូមឲ្យដាក់របៀបវិរៈត្រឹមត្រូវហើយផ្សាយតាមទូរទស្សន៍ឲ្យប្រជាជនមើលផងអញ្ចឹងបាទជាការពិតយើងឃើញហើយពេលទៅចរចាស្បទៅចរចាហើយចេញមកតែយើងឃើញសូម្បីតែខ្ញុំអ្នកវិទ្យាក៏ខ្ញុំគ្មានពាក្យអីនិយាយព្រោះអ្នកវិទ្យាមិនមែនគ្រូគេទេទោះតែដឹងរបៀបវិរៈទី1ទី2របៀបទូគ្នាទី3យើងត្រូវឲ្យកម្លាំងសម្រុងថ្នាក់ជាតិយើងជិតចូលមកដល់ហើយចុងក្រោយអ្នកនយោបាយបាច់ខំដាក់គ្នាហើយឆ្លើយមួយថាមួយបានចង់មួយមិនចង់នេះហើយដែលជាការបកស្រាយរបស់អ្នកនយោបាយមេរៀនទាំងអស់នេះប្រជាជនកម្ពុជាត្រូវដឹងសូមនាំពរឲ្យអ្នកនយោបាយបង្ហាញនៅកម្ពុជានយោបាយមុននឹងការចរចាចង់បានអីហើយបើសិនជាអ្នកទាំងអស់នោះមិនគោរពយើងថាអ្នកទាំងអស់នោះគឺធ្វើដើម្បីបបឯកតែអំណាចរបស់ខ្លួនអំណាចនៃបកពួករបស់ខ្លួនមិនមែនសម្រាប់ប្រជាជនអញ្ចឹងមិនមែនសម្រាប់ប្រទេសជាតិការនិយាយរបស់គេគ្រាន់តែជាបបេមាត់គេហើយប្រជាជនមានសិទ្ធិនៅក្នុងការសម្រេចជោគវាសនាដល់ខ្លួនឯងបើប្រជាជនមិនសម្រេចទេកុំគិតថាប្រជាជនខ្លាចជាម្ចាស់អំណាចយើងត្រូវតែទទួលស្គាល់ការពិតហើយសារតែឲ្យអ្នកនយោបាយសម្រេចជោគវាសនារបស់យើងនឹងហើយបានជាប្រទេសមហាអំណាចខ្លាចទៅជាប្រទេសដ៏តូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះហើយក៏ជាប្រទេសក្រីក្របំ
គាត់បើព្រៀបធៀបទៅនឹងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍យើងលើតែប្រទេសភូមិមួយទេនេះតែយើងត្រូវគិតពិចារណាទាំងអស់គ្នា បាទលោកបណ្ឌិតខ្ញុំសួរសំណួរចុងក្រោយមួយទេលោកបណ្ឌិតបានជ្រាបហើយថាក្រោយពីដឹងថាមានកិច្ចប្រជុំលើកដំបូងនៅភ្នំពេញភ្លាមមេគណៈបកសង្គ្រោះជាតិដែលពេលនេះកំពុងនៅខេត្តសៀមរាបក៏បានប្រកាសដែរថាពួកលោកនឹងបន្តឲ្យមានបាតកម្មទូទាំងប្រទេសធ្វើតាមឆន្ទៈរបស់ប្រជាពលរដ្ឋតើលោកបណ្ឌិតគិតថានេះជាជំរឿនដ៏ល្អទេសម្រាប់សភាពការពេលនេះសម្រាប់ខ្ញុំបាតកម្មមិនទាន់ជាជំរឿនទេសូមឲ្យអ្នកនយោបាយដាក់របៀបរយៈខ្ញុំបានជម្រាបចឹង1 2 3 4 15 16ហើយជូនទៅគណៈបកប្រជាជនហើយគណៈបកប្រជាជនផ្ដល់មកវិញមកហើយយើងឃើញបើសិនជាប្រជាជនគាត់ពេញចិត្តថាទៅនឹងកម្មវិធីនេះហើយយើងសង្កត់ទានកុំឲ្យមួយថារកបង្កើតគណៈកម្មការឯករាជ្យមួយថាយកកោជបអានោះមិនមែនរបៀបរយៈទេគឺរបៀបចងទៀតទៅវិញទៅមកអញ្ចឹងរបៀបរយៈឲ្យបានច្រើនដើម្បីពុកប្រហែលជាតិយើងត្រូវដាក់1 2 3 4 5 6ខាងនោះដាក់2 3 4 5 6ហើយយើងជឿរឿងចប់បើសិនជាវាបានទៅទៅ4ហើយក្នុង6អត់ទៅ2អានោះវាគឺជាការផ្សព្វផ្សាយដើម្បីប្រទេសជាតិបើសិនជាយើងមិនគិតហើយយើងគិតតែបែកខ្លាំងដាក់គ្នាហើយយើងបង្កើតបដកម្មមិនមែនជាដំណោះស្រាយទេបដកម្មគឺជាការចងប៉ុន្តែបើគ្មានដំណោះស្រាយចុងក្រោយគឺត្រូវការដាក់កម្លាំងបដកម្មតែបើយើងកំពុងតែដោះស្រាយតាមទៅនយោបាយបានគួរណាស់ខ្មែរនិយាយពីថាខ្មែរហើយអ្នកនយោបាយសូមឲ្យមានចិត្តចាស់ទុំព្រោះម្នាក់ធ្វើនយោបាយសឹកតែ20-30ឆ្នាំហើយចិត្តមិនវិលត្រឡប់ទៅវិញហើយហេតុអីក៏មិនទុកគេមរតកសម្រាប់យុវជនចំនួនក្រោយហេតុអីក៏មិនទុកគេមរតកសម្រាប់ប្រជាជាតិខ្មែរឲ្យគេយល់ថានេះគឺជាសតវត្សរបស់អ្នកនយោបាយខ្មែរដែលមានភាពឈ្លាសវៃដើម្បីរំដោះប្រជាជាតិឲ្យផុតអំពីការឈ្លោះគ្នាការបាញ់គ្នាការបង្ហូរឈាមខ្មែរដើម្បីបង្ហាញបរទេសពីពួកខ្មែរសម្រាប់ខ្មែរបង្ហូរឈាមខ្មែរដើម្បីបង្ហាញថាមហាអំណាចអស់រយៈពេល30ឆ្នាំហើយវារំបងសពគ្រប់ហើយជាការគិតរបស់ខ្ញុំបាទខ្ញុំមិនថាសួរតែសំណួរចុងក្រោយទេក៏ប៉ុន្តែចង់សួរសំណួរប្រដេញមួយទៀតលោកបណ្ឌិតថាមិនទាន់លើកមានជំរឿសមិនទាន់ជាជំរឿសចុងក្រោយទេក្នុងការធ្វើបាតកម្មអាចលើកមានចរចាគ្នាបានទៀតក៏ប៉ុន្តែលោកបណ្ឌិតបានជ្រាបហើយព្រឹកមិញនេះបានប្រកាសសភារួចទៅហើយប្រកាសសភារួចទៅហើយស្អែកនេះនឹងមានការបោះឆ្នោតជាកញ្ចក់ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំសភាហើយនឹងរដ្ឋាភិបាលទៀតផងមិនចាត់ទុកថាជាការហួសពេលទេលោកបណ្ឌិតខ្ញុំគ្រាន់តែជំរាបជូនថានយោបាយមានច្រកចេញប៉ុន្តែជីវិតមនុស្សបើយកបដកម្មមកហើយការបាត់បង់ជីវិតមិនអាចវិលត្រឡប់មកវិញទេតែនយោបាយទោះបីជាបោះពីកញ្ចក់ហើយក៏ដោយអ្នកនយោបាយមានជំរឿនអ្នកនយោបាយមានច្រកយើងគិតមើលមានកម្មទេការពីយុគអតិថិមុននេះតែបាញ់យុវជនម្នាក់ខ្លះមួយឆ្កោចាក់មួយឆ្កោចាក់មួយគ្មានអ្នកណាមួយចេញមកទទួលខុសត្រូវនៃការបាត់បង់ជីវិតទេប៉ុន្តែនយោបាយមានច្រកនេះមានសំតែជីវិតបាត់ទៅហើយមិនវិលត្រឡប់មកទេដូច្នេះសូមឲ្យអ្នកនយោបាយកុំយកជីវិតប្រជាជនយើងមកធ្វើជាស្នូលនៃនយោបាយគួរតែយកនយោបាយបោះស្រាយដោយនយោបាយដើម្បីផលប្រយោជន៍ជីវិតប្រជាជនខ្មែរហើយបើសិនជាមានជំរឿននោះគឺយើងរកប្រើប្រាស់កម្លាំងជាចុងក្រោយតែជំនឿថាអ្នកនយោបាយត្រូវតែមានច្រកបើអត់មានច្រកខ្ញុំជឿជាក់ថាមិនខ្វះទេអ្នកប្រាជ្ញខ្មែរអាចហៅគេចូលរួមពិភាក្សាទៅហើយគេនឹងខកកំណត់ខ្ញុំជឿជាក់ថាជាតិយើងគួរតែប្រើប្រាស់ឲ្យអស់លទ្ធភាពមុននឹងការប្រើប្រាស់កម្លាំងបាទសូមអរគុណលោកបណ្ឌិតបាទសូមជម្រាបលាទៅត្រឹមនេះបាទលោកនាងទើបតែបានស្ដាប់ការវិភាគខ្លីមួយរបស់លោកបណ្ឌិតសុកទូចបាទ